ប្រការដ៏អាក្រក់បំផុតរបស់មនុស្សធម្មតាទូទៅគឺគិតថាខ្លួនឯងឆ្លៀសវៃលើសអ្នកដទៃជានិច្ចកុំយកចំណុចខ្លាំងរបស់ខ្លួនទៅវាយប្រហារចំណុចខ្សោយរបស់អ្នកដទៃសតិបញ្ញាដែលជាប់នឹងខ្លួនតាំងពីកំណើតសុទ្ធតែមានប្រយោជន៍អ្នកមិនគួរមើលងាយខ្លួនឯងហើយក៏មិនត្រូវមើលងាយអ្នកដទៃផងដែរឬមានសមត្ថភាពខ្ពង់ខ្ពស់លេចធ្លោក៏ពិតមែនតែភ្លេចខ្លួនចូលចិត្តវារឹកសម្ដែងនៅអំនួតរបស់ខ្លួនមនុស្សគ្រប់រូបមានចំណុចខ្លាំងនិងចំណុចខ្សោយផ្សេងពីគ្នាហេតុនេះយើងមិនគួរមើលងាយមើលថោកអ្នកដទៃឬគិតថាខ្លួនឯងសំខាន់អស្ចារ្យជាងគេហួសហេតុពេកនោះទេយើងគួរប្រព្រឹត្តនៅទង្វើផ្សេងឲ្យបានស្មើភាពគ្នាជាមួយមនុស្សទូទៅអ្នកការទូតនិងអ្នកចៅទូតកាន់អ៊ូជាមន្ត្រីទូតដ៏ល្បីល្បាញម្នាក់ត្រូវបានបញ្ជូនទៅនគរឈីក្នុងឋានៈជាទូតដើម្បីចរចាជាមួយនឹងស្ដេចនគរនោះក្រោយពីធ្វើដំណើរអស់រយៈពេលជាច្រើនថ្ងៃគេបានមកដល់ច្រាំងទន្លេមួយដែលចាំបាច់ត្រូវពឹងពាក់លើអ្នកចៅទូកមកដល់ច្រាំងទន្លេឃើញកាន់អ៊ូស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីរាជការក៏សួរថាតើលោកចង់ឆ្លងទន្លេទៅណាដែរកាន់អ៊ូឆ្លើយយើងទៅនគរឈីក្នុងនាមជាទូតដើម្បីចរចាជាមួយនឹងស្ដេចនគរនោះអ្នកចៅទូកសម្លឹងមុខកាន់អ៊ូហើយចង្អុលទៅទន្លេដោយសម្ដីបែបពេបជ្រាយថាគ្រាន់តែទន្លេតូចមួយប៉ុណ្ណេះលោកក៏មិនមានតម្រេះឆ្លងដោយខ្លួនឯងផងតើធ្វើម៉េចនឹងអាចចរចាជាមួយស្ដេចនគរឈីបានទៅកាន់អ៊ូក៏បកស្រាយឲ្យអ្នកចៅទូកស្ដាប់ថាអ្នកនិយាយបែបនេះក៏មិនជាត្រូវប៉ុន្មានដែរព្រោះអ្នកឯងមិនយល់ថារឿងរ៉ាវអ្វីនៅលើលោកនេះសុទ្ធតែមានហេតុផលនិងមានរបៀបបែបផែនរបស់វាផ្សេងពីគ្នាមួយមុខមានចំណុចខ្លាំងនិងចំណុចខ្សោយរៀងខ្លួនឧទាហរណ៍ដូចជាមន្ត្រីសុចរិតទៀងត្រង់យុត្តិធម៌មានការទទួលខុសត្រូវខ្ពស់អាចជួយព្រះមហាក្សត្រក្នុងការគ្រប់គ្រងប្រទេសឲ្យមានការរីកចម្រើនប៉ុន្តែគេមិនអាចដឹកនាំកងទ័ពទៅធ្វើសង្គ្រាមបានឡើយឯសេះដែលមានជើងដ៏រឹងមាំអាចបោលផាយបានចម្ងាយរាប់ពាន់យោជន៍នាំឲ្យអ្នកដំណើរយល់ឃើញថាសេះមានសារៈសំខាន់ណាស់ប៉ុន្តែបើយកសេះឲ្យមកនៅក្នុងផ្ទះចាំចាប់កណ្ដុរវិញនោះប្រហែលជាមិនឈ្នះសត្វឆ្មាតូចមួយផងចំណែកដាវដ៏វិសេសមានតម្លៃលើសលប់រកបានដោយពិបាកមុខវាមុតរកអ្វីប្រៀបផ្ទឹមពុំបានកាត់ដែកតែមួយខ្វាច់ដាច់ថ្មើរដូចគេកាត់ត្រយងចេកតែបើឲ្យជាងឈើយកទៅកាប់គល់ឈើវាមិនឈ្នះពូថៅធម្មតាបានឡើយរឿងនេះវាដូចគ្នារវាងអ្នកឯងនិងរូបខ្ញុំអញ្ចឹងបើនឹងចៅទូកប្រណាំងគ្នានោះខ្ញុំច្បាស់ជាចាញ់អ្នកឯងតែបើប្រឡងគ្នាក្នុងការចរចាជាមួយស្ដេចនគរផ្សេងវិញតើអ្នកអាចធ្វើឈ្នះខ្ញុំដែរឬទេអ្នកចៅទូកស្ដាប់ការអធិប្បាយរបស់កាន់អ៊ូហើយក៏ស្ងាត់មាត់គ្មានពាក្យអ្វីជជែកតវ៉ាទៅទៀតហើយបានទុកវាជាមេរៀនល្អមួយទៅវិញគេអញ្ជើញកាន់អ៊ូឲ្យឡើងលើទូកដោយទឹកចិត្តជ្រះថ្លាហើយក៏ចែវឆ្លងទន្លេទៅម្នាក់មានចំណុចខ្លាំងនិងចំណុចខ្សោយរៀងខ្លួនអ្វីដែលខ្លួនមានមិនប្រកាសថាអ្នកដទៃមានឡើយហើយអ្វីដែលអ្នកដទៃមានក៏មិនប្រកាសថាយើងមានដូចគេដែរដូច្នេះបើយកចំណុចខ្លាំងរបស់ខ្លួនទៅរិះគន់ឬវាយប្រហារអ្នកដទៃនោះគឺជាប្រការដែលមិនសមរម្យឡើយមនុស្សប្រភេទនេះទោះជាពូកែឆ្លាតឬមានទេពកោសល្យខ្ពស់យ៉ាងណាក៏ដោយក៏ទង្វើរបស់គេមិនអាចយកធ្វើជាគំរូល្អបានដែរព្យាយាមលើកសរសើរចំណុចល្អរបស់អ្នកដទៃហើយអត់ឱនដល់ចំណុចខ្វះខាតរបស់គេចេះឯងឲ្យក្រែងចេះគេកុំខ្នន់ខ្នេរខ្លាំងតែឯងចេះគេគ្មានអ្វីស្ញែងចេះរបស់ឯងបានវាខ្លាំងគិតនេះខុសមហន់ទាស់រៀនគ្រាន់ក៏មិនខ្មេះសំអាងឯងមនុស្សចេះចុះគេនោះមនុស្សស្អីវិញចេះស្គាល់ប៉ុណ្ណាគ្រប់ប៉ុណ្ណាល្មមមួយជីវិតអ្នកមិនចេះអាប់អោនឡើយរវល់ការតូចខូចការធំរវាងអ្វីដែលអ្នកត្រូវទទួលបាននិងអ្វីដែលអ្នកត្រូវបាត់បង់ជួនកាលវាអាចធ្វើឲ្យយើងពិបាកនឹងជ្រើសរើសជាខ្លាំងស្រដៀងគ្នានេះដែរមនុស្សយើងច្រើនតែមើលឃើញនៅអ្វីដែលមិនបានទទួលឬអ្វីដែលបាត់បង់ទៅប្រៀបដូចជាវត្ថុដែលមានតម្លៃបំផុតហេតុនេះពេលមានឱកាសបានមកដល់ជួនកាលទោះជាស្លាប់ក៏គេមិនព្រមប្រឡែងដែរទោះជាយ៉ាងណាក៏ដោយគ្រប់អ្វីនៅលើโลกយើងនេះតែមានចំណេញមានខាតពេលយើងបានទទួលអ្វីមួយព្រមពេលគ្នានោះយើងក៏ត្រូវបាត់បង់អ្វីមួយផ្សេងដោយពិតប្រាកដតែអ្វីដែលខុសប្លែកគ្នានោះគឺថារវាងអ្វីដែលបានធ្វើនិងអ្វីដែលបានបាត់តើមួយណាមានតម្លៃជាងហេតុនេះយើងមិនគួរគិតតែពីរឿងចំណេញខាតហួសហេតុពេកទេបើមិនពេញចិត្តនឹងអ្វីដែលកំពុងមានក្នុងពេលបច្ចុប្បន្ន
ដោយសារតែឃើញផលប្រយោជន៍បន្តិចបន្តួចនៅចំពោះមុខយើងក៏គួរគិតដល់ផលប្រយោជន៍ធំរួមនៅពេលអនាគតផងដែរនំប៉ាវនិងទ្រព្យសម្បត្តិមានប្តីប្រពន្ធមួយគូដែលទាំងពីរនាក់ទាំងខ្ជិលទាំងល្មោបស៊ីថែមទាំងជាមនុស្សលោភដូចគ្នាគេឆ្លោះទាស់សម្ដីគ្នាជាញឹកញាប់ដោយសារតែរឿងកំពេចកំពុកនិងដោយគ្មានអ្នកណាសុខចិត្តចាញ់អ្នកណាសោះឡើយព្រោះតែការខ្ជិលច្រអូសទើបធ្វើឲ្យគ្រួសារនេះធ្លាក់ខ្លួនក្រីក្រតោកយ៉ាកដូច្នេះថ្ងៃមួយគេសល់ប្រាក់ទិញនំប៉ាវបានតែ3ប៉ុណ្ណោះពេលមកដល់ផ្ទះគេប្រញាប់ស៊ីម្នាក់មួយភ្លាមខ្លាចក្រែងស៊ីមិនទាន់គ្នានំសល់តែមួយឯម្នាក់ក៏មិនទាន់ឆ្អែតហើយក៏មិនមានអ្នកណាសុខចិត្តលះបង់ឲ្យអ្នកណាដែរគេម្នាក់នាំគ្នាអង្គុយដៀងចាំមើលតែនំដែលនៅសល់តែមិនហ៊ានលូកដៃទៅចាប់យកទេខ្លាចក្រែងម្នាក់ទៀតមិនព្រមការអូសបន្លាយពេលវេលាដូចនេះមិនមែនជាការល្អមើលប៉ុន្មានដែរមួយសន្ទុះក្រោយមកប្តីក៏គិតឃើញវិធីមួយឥឡូវនេះយើងនឹងភ្នាល់គ្នាអ្នកណាហាមាត់និយាយមុនឬក្រោកមុនអ្នកនោះអត់បានស៊ីនំដែលនៅសល់ប្រពន្ធឆ្លើយភ្នាល់ក៏ភ្នាល់យើងចាំតែចាញ់ឯងតើទាំងពីរអ្នកប្តីប្រពន្ធក៏អង្គុយចាំរៀងខ្លួនមិនហ៊ានហើបមាត់សូម្បីតែកណ្ដាស់ក៏មិនហ៊ានឲ្យលឺខ្លាំងដែរព្រោះខ្លាចគេចាប់កំហុសខានបានស៊ីនំរហូតដល់ថ្ងៃលិចទៅហើយនៅតែមិនទាន់ចាញ់ឈ្នះពេលនោះមានចៅម្នាក់កំពុងដើររកលួចអីវ៉ាន់ពេលដើរមកដល់ក្បែរផ្ទះគេសង្កេតឃើញផ្ទះនេះមានសភាពស្ងប់ស្ងាត់គ្មានសំឡេងអ្វីសោះដោយគិតថាគ្មានមនុស្សនៅគេក៏រុញទ្វារចូលហើយដើរលបចូលដល់ក្នុងផ្ទះឃើញមនុស្សពីរនាក់អង្គុយទល់មុខគ្នាគេក៏ភ្ញាក់ព្រឺតបំរុងនឹងរត់តែលុះដល់សង្កេតឃើញអ្នកទាំងពីរគ្រាន់តែសម្លឹងតែមិននិយាយស្ដីមិនកម្រើកចៅនឹកងឿងឆ្ងល់តែដើម្បីកុំឲ្យខាតពេលគេក៏ប្រមូលយកអីវ៉ាន់សាកមើលចៅយកអីវ៉ាន់បណ្ដើរមើលមកឃើញអ្នកទាំងពីរហាក់ដូចជាសោកស្ដាយរបស់របរណាស់ដែរតែគេមិនព្រមកម្រើកមិននិយាយស្ដីអ្វីទាំងអស់ចៅគិតថាអ្នកទាំងពីរច្បាស់ជាមនុស្សខ្វិនហើយនិយាយមិនកើតទៀតផងបើអីចឹងតាមតែវាចុះយកអាណាល្អថ្លៃប្រសើរជាងគេប្រមូលអីវ៉ាន់ចងជាបាច់ត្រៀមនឹងចាក់ចេញទៅទាំងពីរអ្នកប្តីប្រពន្ធខំសម្លឹងនឹកសោកស្ដាយទ្រព្យសម្បត្តិតែគ្មានអ្នកណាហ៊ានហើបមាត់ឬកម្រើកអ្វីបន្តិចសោះមុននឹងចាក់ចេញទៅចៅពិនិត្យឃើញនាងភរិយាដូចជាស្រស់ស្អាតគ្រាន់បើវាក៏ឆ្លៀតឱកាសចូលមកស្ទាបអង្អែលលេងសើចបុរសជាប្តីសំងំស្ងៀមគ្មានកម្រើកប្រពន្ធទ្រាំលែងបានក៏ងើបស្ទុះផ្លែតស្រែកខ្លាំងថាលឿនមកជួយចាប់ចោលហើយក៏ងាកទៅជាប្តីឯងនេះអាល្ងើគ្រាន់តែនំមួយដុំសូម្បីតែចោលចូលផ្ទះក៏គ្មានហ៊ានមាត់មួយអឹសល្ងើអីក៏ល្ងើម្លេះប្តីឃើញប្រពន្ធហាប់មាត់និយាយក៏សប្បាយចិត្តយ៉ាងខ្លាំងគេប្រញាប់លូកដៃចាប់នំយកមកទំពាស៊ីហើយនិយាយថាទីបំផុតឯងចាញ់យើងហើយអញដឹងច្បាស់ថាអញមកជាឈ្នះឯងប្តីប្រពន្ធដោយឆោតល្ងងទាំងពីរនាក់ស្ដាយនំមួយដុំរហូតដល់មានចោលចូលក្នុងផ្ទះនៅមិនព្រមចុះញោមទៅវិញទៅមកវិតែនឹងអស់ទ្រព្យសម្បត្តិពីផ្ទះនេះក៏ដោយសារតែសម្លឹងឃើញប្រយោជន៍កំពេចកំពុកភ្លេចគិតដល់ប្រយោជន៍ធំនោះឯងរឿងនេះបង្ហាញឲ្យឃើញពីលទ្ធផលនៃការសម្លឹងឃើញតែប្រយោជន៍តូចតាចភ្លាមនៅនឹងមុខមិនគិតពីការប៉ះពាល់ដល់ប្រយោជន៍ធំដែលទោះបីជាមានមេរៀនពីគ្រប់ចំនួនមកហើយក៏ដោយក៏មានអ្នកមួយចំនួននៅតែធ្វើបែបនេះនៅឡើយដោយប្រកាន់យកគំនិតឆ្អិនហើយដួសស៊ីសិនទៅរឿងផ្សេងចាំគិតក្រោយទៀតគិតអ្វីគិតឲ្យឆ្ងាយឃើញចិត្តរៀងអាយគួរមើលឆ្ងាយផងអាចិត្តបានឆីអាឆ្ងាយខាតបង់មានស្អីផោផង់បងតកូនចៅកុំមើលអាខូចឲ្យតាមអ្នកប្រាជ្ញទើបខ្លួនបាត់ខ្លៅរៀនតាំងពីរយៈរហូតដល់ជ្រៅយូរទៅភ្លឺទៅទើបមិនសូវខុសថ្ងៃស្អែកគឺជាអនាគតវាចាប់ផ្ដើមពីថ្ងៃនេះដូច្នេះចូលធ្វើអ្វីចាប់ពីពេលនេះភ្លាមទៅបើគិតតែពីភាពសុខស្រួលនៅចំពោះមុខមិនខិតខំពីថ្ងៃនេះដើម្បីត្រៀមបំរុងសម្រាប់អនាគតជីវិតក៏មិនបានរុងរឿងដែរអង្គរវត្តមិនមែនសង់តែមួយថ្ងៃទេស្នាដៃដ៏អស្ចារ្យទាំងឡាយឬក៏នូវបក្ការៈដ៏ធំធេងសុទ្ធសឹងតែមិនអាចសម្រេចទៅដល់គោលដៅក្នុងរយៈពេលតែមួយថ្ងៃឬមួយយប់នោះទេអ្វីគ្រប់យ៉ាងសុទ្ធតែត្រូវឆ្លងកាត់ការព្យាយាមពុះពៀយ៉ាងលំបាកលំបិននិងស្វិតស្វាញមិនរាថយនោះទើបភោគផលនៃជោគជ័យរីកស្គុះស្គាយត្រសុំត្រសាយចេញជាផ្លែផ្កាដ៏ស្រស់បំព្រងបានជាការពិតណាស់គ្មានភារកិច្ចណាដែលគ្រាន់តែធ្វើមួយផ្លែតស្រាប់តែបានជោគជ័យភ្លាមនោះទេអ្វីសុទ្ធតែត្រូវឆ្លងកាត់ភាពល្វីងជូរចត់ត្រាំត្រែងពីមួយឆ្នាំទៅមួយឆ្នាំជួបឧបសគ្គមិនរួញរាជួបការលំបាកក៏មិនខ្លាចរអា
ប្រសិនបើយើងព្រមចុះញោមទាំងកណ្ដាលទីនោះជោគជ័យក៏គ្មានផ្លូវចូលមកក្បែរយើងដែរបើសម្រាប់អ្នកខ្ជិលវិញគេអាចប្រើប្រយោគដូចគ្នានេះដែរអង្គរវត្តមិនមែនសង់តែមួយថ្ងៃទេក្នុងន័យម្យ៉ាងទៀតដើម្បីដោះសារថាប្រញាប់អ្វីម្លេះរងចាំបន្តិចទៀតក៏មិនយឺតពេលដែរពេលដែលចិត្តរបស់យើងគិតដូច្នេះអារម្មណ៍ខ្ជិលច្រអូសក៏ផុសឡើងភ្លាមបើពេលណាមានរឿងរអាក់រអួលអ្វីបន្តិចបន្តួចយើងបែរជាបន្ថយការព្យាយាមបន្តិចម្ដងរហូតដល់ទីបំផុតក៏លះបង់វាចោលតែម្ដងទៅបើគិតឃើញតែពីភាពស្រណុកស្រួលនៅចំពោះមុខមិនបានគ្រោងអ្វីសម្រាប់រយៈពេលវែងឬមិនរីករាយនឹងពុះពៀជាមួយនឹងការលំបាកលំបិននោះទេយើងពិតជាគ្មានផ្លូវនឹងសម្រេចជោគជ័យធំដុំបានឡើយឯឆាកជីវិតក៏ពិបាកនឹងរកឃើញភាពចម្រុងចម្រើនផងដែរបក្សី7ពណ៌រឿងនិទានមួយដំណាលថាមានសត្វបក្សីម្យ៉ាងរូបរាងស្រដៀងនឹងសត្វមាន់ព្រៃគេហៅវាថាជាបក្សី7ពណ៌សត្វនេះខុសប្លែកពីគេត្រង់ថាវាមានជើង4ស្លាបខ្លីៗនិងរោមដុះរុយៗមិនអាចហើរទៅណាមកណាដោយសត្វដទៃផ្សេងឡើយពេលរដូវក្តៅរោមរបស់វាដុះពេញខ្លួនឡើងពណ៌ស្រស់ថ្លាផ្លេកៗស្អាតគួរឲ្យចង់គយគន់ពេលនោះសត្វ7ពណ៌មានអំនួតយ៉ាងខ្លាំងដោយយល់ថាខ្លួនឯងជាសត្វដែលស្អាតជាងគេនៅលើលោកសូម្បីតែសត្វហង្សក៏ស្អាតចាញ់ខ្លួនដែរមួយថ្ងៃវាដើរទៅផ្ទះស្លាបចុះឡើងស្រែកច្រៀងយ៉ាងសប្បាយរីករាយហង្សក៏ស្អាតចាញ់យើងដែរផុតពីរដូវក្តៅដល់រដូវស្លឹកឈើជ្រុះបណ្ដាសត្វស្លាបទាំងអស់នាំគ្នាខ្វល់រវល់នឹងការងារគ្រប់គ្នាក្រុមខ្លះនាំគ្នាហើរទៅភាគខាងត្បូងដែលមានអាកាសធាតុក្តៅដើម្បីគេចចេញពីរដូវត្រជាក់ដែលខិតជិតចូលមកដល់ក្រុមខ្លះទៀតមិនរត់ទៅណាទេតែវាប្រម៉ែប្រមូលសន្សំស្បៀងទុកនិងជួសជុលសម្បុកត្រៀមបំរុងសម្រាប់ផ្គត់ផ្គង់ខ្លួនទប់ទល់ក្នុងរដូវត្រជាក់ចំណែកឯសត្វ7ពណ៌មិនអាចហើរទៅភាគខាងត្បូងនឹងគេបានហើយក៏មិនព្រមបញ្ចេញកម្លាំងធ្វើកិច្ចការអ្វីឲ្យលំបាកខ្លួនដែរគេនៅតែដើរលេងសប្បាយក្អាកក្អាយកាច់រៀងចុះកាច់រៀងឡើងដើរបង្អួតពីសម្រស់របស់ខ្លួនគ្រប់ទិសទីពីមួយថ្ងៃទៅមួយថ្ងៃគ្មានខ្វល់ខ្វាយអ្វីទាំងអស់រដូវរងាក៏ចូលមកដល់សត្វទាំងឡាយនាំគ្នាចូលសម្ងំក្នុងសម្បុកយ៉ាងកក់ក្ដៅរៀងខ្លួនដោយរដូវនេះរោមដ៏ស្រស់ស្អាតរបស់បក្សី7ពណ៌ជ្រុះជិតអស់ពីខ្លួនពេលយប់គ្មានសម្បុកជ្រកគេក៏វាចូលទៅសម្ងំនៅក្នុងក្រលៀតថ្មរងាញ័រខ្លួនទៅត្រឹកគិតតែពីធ្ងោអូយរងាណាស់សូមឲ្យឆាប់ភ្លឺឡើងខ្ញុំនឹងទៅធ្វើសម្បុកលុះភ្លឺឡើងព្រះអាទិត្យរះបញ្ចេញរស្មីមកយ៉ាងកក់ក្ដៅបក្សី7ពណ៌ភ្លេចពីរឿងត្រជាក់កាលពីពេលយប់អស់រលីងវាស្រែកដោយក្តីត្រេកអរប៉ុណ្ណឹងរួចបានហើយប៉ុណ្ណឹងសិនចុះមានពន្លឺថ្ងៃកក់ក្ដៅស្រួលហើយមិនចាំបាច់គិតអ្វីទៀតទេគេក៏នៅតែអីចឹងទៅគេដើរកំសាន្តសប្បាយពីមួយថ្ងៃទៅមួយថ្ងៃមិនគិតពីរឿងធ្វើសម្បុករកស្បៀងអ្វីទាំងអស់ទីបំផុតវាក៏មិនអាចឆ្លងផុតពីរដូវត្រជាក់បានឡើយហើយក៏ត្រូវរងាស្លាប់នៅក្បែរក្រលៀតថ្មនោះទៅប៉ុណ្ណឹងរួចបានហើយប៉ុណ្ណឹងសិនចុះទីបំផុតវាក៏ត្រូវបញ្ចប់ជីវិតដោយមិនអាចឆ្លងផុតពីស្ថានភាពដ៏លំបាកបានហេតុនេះអ្នកមិនគួររកលេសផ្សេងមកដាក់ខ្លួននោះទេយើងក៏មិនគួរមើលឃើញតែភាពសុខស្រួលនៅក្នុងពេលបច្ចុប្បន្នដែរអ្នកគួរតែគិតគូរពីផែនការសម្រាប់អនាគតព្រោះថាពេលវេលាចេះតែកន្លងទៅពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានវិលត្រឡប់វិញឡើយហេតុនេះយើងមិនព្រមលើកដៃលើកជើងកិច្ចការអ្វីក៏មិនធ្វើក៏មិនប៉ះអ្នកដែលត្រូវទទួលគ្រោះកម្មគឺគ្មានអ្នកណាក្រៅពីរូបយើងនោះឡើយអន្ទាក់សម្រាប់បោកបញ្ឆោតមនុស្សច្រើនតុបតែងលម្អទៅដោយសម្ភារៈទាក់ទាញអារម្មណ៍យ៉ាងប្រណិតធម្មជាតិបានផ្ដល់និស្ស័យរបស់មនុស្សឲ្យចូលចិត្តរស់នៅយ៉ាងខ្ជិលច្រអូសពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យគេមើលឃើញភាពលំបាកលំបិនថាជាផ្លូវមួយដ៏គួរឲ្យខ្លាចរអាហេតុនេះទើបមានមនុស្សមួយចំនួនសុខចិត្តដើរតាមផ្លូវរកព្រឹកស៊ីល្ងាចរកល្ងាចស៊ីព្រឹកជាជាងការខិតខំខ្វល់ខ្វាយនឿយហត់លំបាកលំបិនហើយលុះដល់ទីបញ្ចប់គំនិតដែលប៉ុនប៉ងស្វែងរកភាពចម្រុងចម្រើនរុងរឿងនៃជីវិតក៏ត្រូវរលាយបន្តិចម្ដងបាត់ទៅវិញអស់រលីងផងដែរអ្នកត្រូវធ្វើកិច្ចការទាំងពីរយ៉ាងតាមលំដាប់1ធ្វើកិច្ចការសម្រាប់រស់ប្រចាំថ្ងៃ2ធ្វើកិច្ចការសម្រាប់ភាពរុងរឿងនៅពេលអនាគត